មួយថ្ងៃពេញនៅប្រទេសបារាំងតើខ្ញុំចាយលុយអស់ចំនួនប្រមាណដោយខ្ញុំបានទៅឡើងលើកពូរបស់ទូ Eiffel ហើយក៏បាន shopping អវ៉ាន់យកទៅជូនម៉ាក់ផងដែរចឹងនៅពេលដែលផ្ទះពីកេងភ្លាមអីដែលយើងមិនអាចភ្លេចបានគឺកាហ្វេប៉ុន្តែកាហ្វេនេះគឺអត់អស់លុយទេព្រោះអីគាត់ធ្វើឲ្យចឹងយើងទៅឡើងទូ Eiffel ហ្នឹងហើយបងប្អូននិយាយទៅនៅពេលដែលចេញពីផ្ទះមកភ្លាមកន្លែងទី1ដែលខ្ញុំទៅគឺខ្ញុំចង់ទៅឡើងលើកពូខ្ពស់បំផុតរបស់ទូ Eiffel មកឥឡូវចិត្តដល់ខាងក្រោមអីហើយនៅក្រោមទូ Eiffel ហ្នឹងក៏អត់មានលក់បបរសត្រីហើមផងដែរដែលបន្ទាប់មកខ្ញុំក៏បានទិញសបុតដើម្បីឡើងទៅលើទូ Eiffel ហ្នឹងដែលសបុតរបស់ខ្ញុំនឹងផងដែរគឺខ្ញុំឡើងចដើជើងធម្មតាទេដែលវាមានតម្លៃដូចជា19អឺរ៉ូជាងហើយខ្ញុំចង់និយាយថាឡើងដោយថ្មើរជើងអញ្ចឹងគឺហត់មែនតើចាឥឡូវហ្នឹងគឺខ្ញុំបានមកដល់ជាន់ទី1ហើយដែលបងប្អូនអាចមើលបានទេសភាពដែលបន្ទាប់ពីនោះមកខ្ញុំក៏បានឡើងទៅលើជាន់ទី2របស់គេហើយដើម្បីឡើងទៅលើកពូខ្ពស់បំផុតហ្នឹងគឺគេតម្រូវយើងជិះចរាយន្តវិញម្ដងហើយនេះគឺជាសកម្មភាពនិងទេសភាពនៅពេលដែលខ្ញុំឡើងទៅដល់ខាងលើហ្នឹងដែលបើគិតទៅគឺយើងចំណាយ$20ជាងដើម្បីទេសភាពប៉ុណ្ណឹងចាឥឡូវហ្នឹងគឺយើងទៅស្ទឹងសែនប៉ារីសម្ដងហ្នឹងហើយបងប្អូនពេលហ្នឹងនៅពេលដែលខ្ញុំចុះពីលើទូ Eiffel ភ្លាមហ្នឹងខ្ញុំក៏បានទៅទិញសបុតមួយទៀតអាហ្នឹងគឺជាសបុតដែលយើងជិះទូកតាមដងស្ទឹងសែនប៉ារីសចាសម្រាប់សបុតនេះផងដែរគឺតម្លៃវាគឺ19អឺរ៉ូនិយាយទៅបើសម្រាប់តម្លៃហ្នឹងគឺថារៀងគួរសមដែរប៉ុន្តែបើចំពោះបបិសោតខ្ញុំនៅពេលដែលបានជិះទូកអញ្ចឹងគឺថាទេសភាពតាមទូកវាមើលមកយើងឃើញទីក្រុងរបស់គេហ្មងអញ្ចឹងខ្ញុំគិតថានេះវាជារឿងមួយដែលបងប្អូនទៅលេងបារាំងកុំភ្លេចទៅជិះផងបាយក្តាំងហ្នឹងគឺយកមកពីខ្មែរចាឥឡូវហ្នឹងគឺយើងដល់វិញហើយចុះបន្ទាប់ពីយើងជិះលើទូកហើយចេះយើងក៏បានឡើងលើឡានវិញហើយធ្វើដំណើរទៅទិញកាបូបឲ្យម៉ាក់ខ្ញុំដោយសារតែមុនមកគឺម៉ាក់ខ្ញុំគាត់ផ្ដាំឲ្យខ្ញុំទិញកាបូបឲ្យគាត់មួយដែលបន្ទាប់មកម៉ាក់ខ្ញុំគាត់ក៏បានថាគាត់ស្រឡាញ់កាបូបមួយនេះដែលតម្លៃរបស់វាគឺសមរម្យដែរទេហើយបន្ទាប់មកខ្ញុំក៏បានទិញកាបូបមួយហ្នឹងឲ្យគាត់គ្រាន់តែខ្ញុំអត់បូកចូលការចំណាយទេដោយសារតែនេះគឺកាដូម៉ាក់ខ្ញុំចាឥឡូវហ្នឹងគឺយើងទិញកាបូបឲ្យម៉ាក់ហើយដែលបន្ទាប់ពីហ្នឹងមកដោយសារតែរៀងឃ្លានចឹងទៅខ្ញុំក៏បានពឹងឲ្យបងស្រីរបស់ខ្ញុំទៅទិញអីឲ្យញ៉ាំចឹងមួយកែវហ្នឹងគឺអស់7អឺរ៉ូហ្នឹងហើយបងប្អូននិយាយទៅអានេះគឺជាសុកកាឡាក្តៅមានន័យថាជាសុកកាឡាបែបទឹកហើយញ៉ាំទៅឆ្ងាញ់ដែរក៏វារៀងថ្លៃចាឥឡូវនេះគឺយើងទិញហើយជោគជ័យនៅពេលដែលដើរផ្សារទិញអីវ៉ាន់ទិញអីហើយអញ្ចឹងគឺដល់ពេលដែលយើងត្រូវញ៉ាំបាយថ្ងៃវិញម្ដងហើយពេលហ្នឹងគឺបងស្រីខ្ញុំគាត់ថាគាត់ចង់ញ៉ាំសាច់គោដល់ទៅពេលចឹងទៅគឺយើងក៏បានមកហាងដែលគេលក់សាច់គោ steak ចឹងណាហើយអីដែលប្លែកភ្នែកគឺថានេះអាសាច់គោឆៅនេះដែលខ្ញុំអត់ដែរជួបពីមុនសោះហើយនៅពេលដែលខ្ញុំសាកញ៉ាំទៅគឺថាវាដូចភ្លាសាច់គោរបស់យើងនៅខ្មែរអញ្ចឹងដែលសាច់គោមួយចានរបស់ខ្ញុំហ្នឹងគឺវាមានតម្លៃ19អឺរ៉ូបន្ទាប់ពីញ៉ាំហើយបាទយើងអត់ទាន់ចប់ទេក៏បានដើរចូលទៅក្នុងហាង Apple Store ទៀតគាត់ថានេះវាអវ៉ាន់ថ្លៃយើងអត់បានទិញទេគឺគ្រាន់តែមើលដែលនេះពេលហ្នឹងគឺថាអ៊ីខ្ញុំក៏បានទៅទិញអវ៉ាន់គ្រឿងផ្ទះបាយផងដែរដែលគិតទៅគឺដូចចាប់ព្រួយយើងអញ្ចឹងគឺគាត់ទិញឡើងមកតេះអញ្ចឹងមកពេលដែលខ្ញុំបូកលុយសរុបថាតើមួយថ្ងៃពេញហ្នឹងគឺខ្ញុំបានចំណាយលុយអស់ប៉ុន្មានគឺខ្ញុំសុំទៅផ្ទះសិនចាឥឡូវនេះគឺយើងទៅផ្ទះហើយប៉ុន្តែដោយសារតែមួយថ្ងៃហ្នឹងគឺយើងញ៉ាំអីច្រើនយើងទៅដោះធ្មេញសិនដែលសារៈថ្នាំដោះធ្មេញដែលខ្ញុំប្រើប្រាស់គឺជាថ្នាំដោះធ្មេញផ្ការំដួលដែលជាផលិតផលរបស់ខ្មែរយើងតែម្ដងនិយាយទៅគឺខ្ញុំយកពីខ្មែរយកមកដោះដល់បារាំងដែលសារៈថ្នាំដោះធ្មេញខាងគាត់គឺគាត់មានពីរប្រភេទដែលពណ៌ខៀវនេះគឺវាជួយធ្វើឲ្យធ្មេញសកម្ចាត់នៅក្លិនមាត់និងធ្វើឲ្យខ្យល់ដង្ហើមស្រស់ស្រាយដែលសម្រាប់ពណ៌បៃតងនេះវិញគឺធ្វើឲ្យធ្មេញរបស់យើងរឹងមាំកម្ចាត់ក្លិនមាត់និងបញ្ហាមាត់ធ្មេញដែលមុនពេលដែលខ្ញុំយកមកបារាំងនេះគឺខ្ញុំបានដោះថ្នាំដោះធ្មេញនេះនៅខ្មែររបស់យើងមករយៈផងដែរហើយខ្ញុំស្រឡាញ់គុណភាពរបស់គាត់មែនទែនចេះសម្រាប់បងប្អូនដែលគាត់ចង់បានថ្នាំដោះធ្មេញដែលជាផលិតផលខ្មែរមានគុណភាពល្អគឺគាត់អាចមកចាប់អារម្មណ៍ជាមួយនឹងថ្នាំដោះធ្មេញផ្ការំដួលបានអញ្ចឹងបើនិយាយពីចំណាយទាំងអស់វិញគឺខ្ញុំគិតថាខ្ញុំចាយសូវច្រើនទេដោយសារតែខ្ញុំចលែងកន្លែងស្នាក់នៅព្រោះអីខ្ញុំមកនៅមួយអ៊ីប៉ុន្តែបើគិតពីចំណាយទាំងអស់ទាំងការញ៉ាំអីដើរលេងអីហ្នឹងគឺខ្ញុំចំណាយប្រហែលប៉ុណ្ណឹងនេះលុយដៃពីរ